សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ថ្ងៃនេះយើងនឹងមកស្វែងយល់បងអស់គ្នាពីគោលគំនិតគណិតវិទ្យាដ៏សំខាន់មួយដែលតាមពិតទៅយើងប្រើប្រាស់វាសឹងរាល់ថ្ងៃដោយមិនបានដឹងខ្លួនផងនោះគឺវិសាមីកា degree ទី1មានមួយអញ្ញត្តិអូខេតោះយើងចាប់ផ្ដើមតែម្ដងសាកសម្រាយមុនរូបក្តៅរំអិលនេះបន្តិចមើលវាដូចជីវិតពិតរបស់យើងអញ្ចឹងមែនទេមិនមែនគ្រប់យ៉ាងសុទ្ធតែមានតុល្យភាពឬស្មើគ្នារហូតនោះទេតែងតែមានមួយខាងធ្ងន់ជាងមួយខាងស្រាលជាងហើយអ្នកដឹងអត់គណិតវិទ្យាមានភាសាពិសេសមួយសម្រាប់ពិពណ៌នាពីស្ថានភាពបែបនេះដែលយើងហៅថាវិសាមីកាងាយខ្លីវាគឺជាការប្រៀបធៀបរបស់ដែលមិនស្មើគ្នាអញ្ចឹងនេះជាដំណើរដែលយើងនឹងឆ្លងកាត់ទាំងអស់គ្នានៅថ្ងៃនេះយើងនឹងចាប់ដើមពីតើអ្វីជាវិសាមីកាបន្ទាប់មកពីតម្រងទូទៅរបស់វាស្វែងយល់ពីគោលការណ៍ដោះស្រាយជាមូលដ្ឋានរួចហើយនឹងចូលដល់ចំណុចសំខាន់បំផុតគឺច្បាប់មាសហើយនៅចុងបញ្ចប់យើងនឹងរៀនពីរបៀបបកស្រាយនិងអនុវត្តចម្លើយតោះចាប់ផ្ដើមទាំងអស់គ្នាចំណុចដំបូងគេបង្អស់តើអ្វីទៅជាវិសាមីកាឲ្យប្រកាបទៅងាយសំគិតថាវាដូចជាការរៀនភាសាថ្មីមួយអញ្ចឹងគឺភាសាសម្រាប់ធ្វើការប្រៀបធៀបនៅក្នុងពិភពគណិតវិទ្យាបេះដូងរបស់វិសាមីកាគឺស្ថិតនៅលើសញ្ញាទាំង4នេះឯងយើងមានសញ្ញាធំជាងសញ្ញាតូចជាងសញ្ញាធំជាងឬស្មើនិងសញ្ញាតូចជាងឬស្មើឧបករណ៍ទាំងនេះហើយដែលយើងប្រើដើម្បីពិពណ៌នាពីស្ថានភាពមិនស្មើគ្នានៅលើក្តាររំអៀវដែលយើងបានឃើញអំបញ្ញមិញអូខេឥឡូវយើងស្គាល់សញ្ញាហើយតោះយើងទៅមើលគំរូគ្រឹះឬក្រងឆ្អឹងរបស់វិសាមីកាទាំងនេះម្ដងដែលយើងហៅថាទម្រង់ទូទៅនេះហើយគឺវាមើលទៅសាមញ្ញណាស់មែនទេទម្រង់មូលដ្ឋានគឺ ax + b ធុំ0អញ្ចឹងតើវាមានន័យដូចម្ដេចគឺ x ជាតម្លៃដែលយើងកំពុងស្វែងរក a គឺជាមេគុណឬជាលេខដែលនៅពីនេះ x ហើយវាមិនអាចជាលេខ0បានទេរីឯ b វិញគឺជាចំនួនថេរដែលឈរតែឯងនេះហើយជារចនាសម្ព័ន្ធគ្រឹះដែលយើងនឹងត្រូវធ្វើការជាមួយដូច្នេះតើយើងត្រូវដោះស្រាយវាដោយរបៀបណាតើចាប់ផ្ដើមជាមួយនឹងគោលការណ៍ងាយៗជាមុនសិនទាំងនេះគឺជាជំហានដំបូងបំផុតដើម្បីស្វែងរកតម្លៃរបស់ x គោលការណ៍ទី1គឺងាយស្រួលខ្លាំងណាស់វាដូចគ្នា3បិទនឹងការដោះស្រាយសមីការធម្មតាអញ្ចឹងយើងអាចបូកឬដកចំនួនណាមួយដែលដូចគ្នាពីអង្គទាំងសងខាងបានហើយសញ្ញាវិសមភាពគឺទិសដៅព្រួញរបស់វានឹងគឺមិនប្រែប្រួលតទៅសោះវានៅតែចង្អុលទៅទិសដដែលដូចគ្នាដែរសម្រាប់ការគុណនិងការចែកឲ្យតែយើងប្រើចំនួនវិជ្ជមានគុណឬចែកអង្គទាំងសងខាងនឹងចំនួនវិជ្ជមានណាមួយហើយសញ្ញាវិសមភាពនេះតែរក្សាទិសដៅដដែលទៀតសាកមើលសញ្ញាគ្រីពណ៌បៃតងនេះវាមានន័យថានេះជាប្រតិបត្តិការដែលមានសុវត្ថិភាពហើយត្រង់byត្រង់មកគ្មានបញ្ហាអ្វីទាំងអស់អូខេអ្វីដែលយើងបានរៀនមកគឺសាមញ្ញទេប៉ុន្តែឥឡូវនេះយើងមកដល់ចំណុចដែលសំខាន់បំផុតជាច្បាប់មួយដែលយើងត្រូវតែចងចាំជាប់ក្នុងខួរក្បាលលើពេលដោះស្រាយវិសាមីកាយើងហៅវាថាច្បាប់មាស Sprint តើនឹងមានអ្វីកើតឡើងប្រសិនបើយើងត្រូវគុណឬចែកនឹងចំនួនអវិជ្ជមានហើយនេះហើយជាចម្លើយចំណុចសំខាន់គឺយើងត្រូវតែត្រឡប់សញ្ញាវិសមភាពមើលសញ្ញាព្រមាននៅលើអេក្រង់នេះចុះប្រសិនបើយើងគុណឬចែកអង្គទាំងសងខាងនឹងចំនួនអវិជ្ជមានសញ្ញាធំជាងត្រូវតែបដូរទៅជាសញ្ញាទូចជាងសញ្ញាធំជាងឬស្មើត្រូវតែคล้ายជាទូចជាងឬស្មើគឺយើងត្រូវតែបដូរទិសដៅរបស់វាទាំងស្រុងនេះគឺជាកំហុសអណ្ដាប់មួយដែលមនុស្សភាគច្រើនតែងតែភ្លេចដូច្នេះសូមចងចាំចំណុចនេះឲ្យបានច្បាស់អូខេឥឡូវយើងយល់ពីច្បាប់ទាំងអស់ហើយដល់វគ្គដែលគួរឲ្យចាប់អារម្មណ៍ហើយតើចម្លើយដែលយើងរកឃើញមានន័យយ៉ាងម៉េចទៅតើយើងមកធ្វើឲ្យចម្លើយរបស់យើងមានន័យទាំងអស់គ្នាវិធីល្អបំផុតដើម្បីមើលឃើញចម្លើយឲ្យកាន់តែច្បាស់គឺការដាក់វាលើបន្ទាត់ចំនួនចំណុចសំខាន់នៅត្រង់នេះគឺត្រូវដឹងថាពេលណាត្រូវប្រើរង្វង់ចំហហើយពេលណាត្រូវប្រើរង្វង់បិទប្រសិនបើសញ្ញារបស់យើងត្រឹមតែជាធំជាងឬទូជាងយើងត្រូវប្រើរង្វង់ចំហដែលនៅទីនេះតំណាងដោយវងក្រចកវាមានន័យថាតម្លៃនៅត្រង់ចំណុចនោះមិនត្រូវបានរាប់បញ្ចូលទេប៉ុន្តែប្រសិនបើវាមានសញ្ញាឬស្មើយើងត្រូវប្រើរង្វង់បិទឬទ្រង់ជ្រូកដែលមានន័យថាតម្លៃនោះគឺជាផ្នែកមួយនៃចម្លើយរបស់យើងទិសដៅគឺល្អហើយប៉ុន្តែតោះយើងមកមើលទាំងអស់គ្នាថាតើវាដំណើរការយ៉ាងម៉េចនៅក្នុងស្ថានភាពជាក់ស្ដែងតោះមើលឧទាហរណ៍នេះសិស្សម្នាក់ត្រូវការមជ្ឈិមភាពយ៉ាងតិច90ដើម្បីបាននីតិ A គេបានបន្ទុក82និង89ពីការប្រឡង2លើករួចហើយអញ្ចឹងជំហានទី1យើងកំណត់បញ្ហាជំហានទី2យើងបង្កើតវិសាមីកាគឺបន្ទុកទាំង3បូកបញ្ចូលគ្នារួចចែកនឹង3ត្រូវតែធំជាងឬស្មើ90ជំហានទី3យើងដោះស្រាយរក M ដែលជាបន្ទុកដែលបាត់ហើយសន្និដ្ឋានចុងក្រោយសិស្សនោះត្រូវរកបន្ទុកឲ្យបានយ៉ាងតិច99ក្នុងការប្រឡងចុងក្រោយឃើញអត់វាមានប្រយោជន៍មែនទែនហើយនេះបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ថាវិសាមីកាមិនមែនគ្រាន់តែជាគណិតវិទ្យាអរូបីនោះទេវាជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ជួយយើងធ្វើការសម្រេចចិត្តដោយផែកលើលក្ខខណ្ឌឬតម្រូវការណាមួយវាជួយយើងឲ្យដឹងច្បាស់ថាតើយើងត្រូវធ្វើឲ្យខ្លះដើម្បីសម្រេចបានគោលដៅរបស់យើងដូច្នេះទាំងនេះ
คือจีจำนวนสำคัญในเวียสมิกาเดเกรติมวยซุ่มจองจำสัญญาแต่งโนหายเอาไว้ได้สำคัญจริงๆคือฉบับเมเดเป้ได้ยังยืนท่าวิไอช่วยยังทุการสำหรับจัดบานอย่างดำเนินโดยเชียร์การแกะเนียบรรทุจังวิก็นอมยังแต่ดอสำนูจงกรอยมวยดำใบเกิดพิจารณากรอบปีการแกะเนียบรรทุตาวิสมิกาอาช่วยยังทุการสำหรับจัดบานเราอาชิงมุนขนมแผนกนาคลาติดในชีวิตประจำทั้งไงเกิดมืออาชีพการเรียบจอมทาวิกาการเรียบจอมแผนการทัวดำน้าหรือส้มใบแต่การทัวหนุ่มการอนุมอระบบเวียคือเมนเนอร์กรุ๊ปที่กระไล